ស្លាបមាន់នេះខ្ញុំទិញមកពីផ្សារទិញស្លាបមាន់ស្រស់ហើយយកមកប្រឡាក់គ្រឿងខ្លួនឯងមុននឹងប្រឡាក់គ្រឿងខ្ញុំបានវះវាចំណិតឆាកដើម្បីឲ្យពេលដែលយើងចូលទៅក្នុងសាច់ហ្នឹងហើយគ្រឿងក្រៅខ្ញុំអត់ដាក់ច្រើនទេមានតែអំបិលស៊ុបម្សៅស៊ុបបន្តិចហើយប៊ីចេងបន្តិចហើយជាមួយនឹងស្ករប៉ុន្តែខ្ញុំប្រើស្ករពាងស្ករត្នោតយើងហើយនឹងរោយម្ទេសម៉ត់ម្ទេសហុយម្ទេសដែលយើងហាលហើយយកមកក្លុកហើយចាំមើលសាច់យើងឆ្អិនសិនខ្ញុំនឹងសាកភ្លក់មើលចង់ដឹងថារសជាតិវាឆ្ងាញ់បែបណាឥឡូវឆ្អិនហើយចាំមើលឃើញវារៀង juicy អញ្ចឹងហើយយើងឆប្រែវារហូតអញ្ចឹងអត់ខ្លោចទេរសជាតិវាប្រៃផ្អែមល្មមហើយរៀងហឹលរសជាតិឆ្ងាញ់អាចទទួលយកបានយើងលើកក្រោយទៀតអត់ចាំបាច់ទិញគេយកមកធ្វើខ្លួនឯងអាំងញ៉ាំឆ្ងាញ់និយាយរួមទៅគឺជាតិហ្មងយើងញ៉ាំលេងតែទេក៏បានហើយដួសបាយយកមកញ៉ាំជាមួយក៏បានដែរពួកអីខ្ញុំប្រឡាក់ហ្នឹងខ្ញុំអត់សូវដាក់ប្រៃច្រើនទេដាក់អំបិលតែញ៉ែបហើយដាក់ម្សៅស៊ុបតែញ៉ែបហើយដាក់ស្ករតែញ៉ែបហើយនេះបន្ទាប់ពីភ្លក់សាច់ជូនអ្នកទាំងអស់គ្នាមើលហើយខ្ញុំចាប់ផ្ដើមមកឆាម្ហូបរបស់ខ្ញុំបន្តទៀតដោយសារតែមុខម្ហូបរបស់យើងត្រូវញ៉ាំមួយបាយហ្នឹងអត់តាន់បានធ្វើទេគឺឆាកៅអៅឈូកជាមួយនឹងពងទាមានសាច់គឺខ្ញុំយកសាច់ជាប់ខ្លាញ់ហើយមានស្បែកតិចដើម្បីឲ្យវាមានជាតិដោយសារតែខ្ញុំប្រើសាច់3ជាន់តែចឹងទៅខ្លាញ់វារៀងគួរសមដែរមានច្រើនដែរតែចឹងទៅខ្ញុំចាប់ផ្ដើមលីងសាច់ហ្នឹងឲ្យបានក្រៀមដល់ពេលទុករៀងយូរតិចទៅវាមានរៀងខ្មៅខ្ទឹមបន្តាតអីទេអាខ្ទឹមខ្មៅហ្នឹងយើងអាចរើសវាចោលបានរៀងយ៉ាបន្តិចអីធ្វើម៉េចចុងភៅឯងតែសំខាន់យើងបានមុខម្ហូបមួយមុខដែលរសជាតិ the best ហ្មងគ្រឿងផ្សំរបស់ខ្ញុំអត់មានអីច្រើនទេមានតែអំបិលស្ករប៊ីចេងទឹកត្រីតែយើងកុំដាក់អំបិលច្រើនដោយសារតែពងទាមុនពេលដែលគោះចៀនហ្នឹងខ្ញុំដាក់ម្សៅស៊ុបលាយចូលជាមួយនឹងពងទាបន្តិចហើយដើម្បីឲ្យពងទាហ្នឹងមានជាតិហើយនៅពេលដែលលីងសាច់ហ្នឹងខ្ញុំបានដាក់គ្រឿងវាបន្តិចហើយដើម្បីឲ្យសាច់ហ្នឹងក៏មានជាតិចូលជាតិដូចគ្នាដែរនៅពេលដែលបន្លែយើងចាក់ចូលហ្នឹងយើងអត់ទាន់ដាក់គ្រឿងទេកូរវាឲ្យសព្វសិនឲ្យវាមានចេញជាតិពីសាច់ពីពងទាហ្នឹងហើយឲ្យវាចូលជាមួយនឹងបន្លែសិនយើងកូរវាទៅមកអញ្ចឹងទៅហើយចំពោះទឹកយើងអត់ចាំបាច់ចាក់អីដោយសារតែបន្លែយើងជាប្រភេទបន្លែដែលវាអាចនឹងមានទឹកចេញពីក្នុងខ្លួនវាយើងអត់ចាំបាច់ថែមទឹកទេបើយើងចង់ដាក់គ្រឿងតិចកុំឲ្យញ៉ាំគ្រឿងច្រើនពេកដូចអំបិលច្រើនស្ករច្រើនប៊ីចេងច្រើនគឺអត់ល្អដល់សុខភាពយើងដែរអញ្ចឹងយើងព្យាយាមដាក់គ្រឿងនឹងតិចបានហើយដើម្បីឲ្យមានជាតិយើងញ៉ាំឆ្ងាញ់មាត់ហើយយើងក៏អត់ប៉ះពាល់ដល់សុខភាពយើងដែរយើងកូរមើលតែបន្លែយើងល្មមឆ្អិនយើងលើកឡើងហ្មងយើងអត់ទុកយូរទេចំពោះបន្លែកៅឈូកយើងញ៉ាំនៅពេលដែលវាឆ្អិនប៉ុន្តែវាអត់រលួយអញ្ចឹងបានវាឈប់ឆ្ងាញ់យើងឃើញរូបរាងវាប៉ុណ្ណឹងឃើញថាល្មមហើយទោះបីជាយើងឃើញរូបរាងវាថាល្មមយ៉ាងណាក៏ដោយប៉ុន្តែក៏យើងត្រូវភ្លក់វាដែរដើម្បីឲ្យដឹងថាតើវាពិតជាបានត្រឹមត្រូវឆ្ងាញ់មែនឬក៏អត់អញ្ចឹងមុនពេលដែលយើងបិទភ្លើងឬក៏មុនពេលដែលយើងលើកឡើងដួសដាក់ចានហ្នឹងយើងត្រូវការភ្លក់វាជាមុនសិនហើយនេះដោយសារតែខ្ញុំភ្លក់ទៅវារៀងស្ទើប្រៃខ្ញុំថែមទឹកត្រីបន្តិចទៅដើម្បីឲ្យវាមានជាតិហើយបន្ទាប់មកខ្ញុំរោយស្លឹកខ្ទឹមពីលើហ្នឹងជាការស្រេចតែម្ដងបើសិនជាអ្នកចូលចិត្តស្លឹកខ្ទឹមនៅពេលដែលរោយពីលើចឹងហើយយើងអាចបិទភ្លើងវាបានហើយតែបើសិនជាអ្នកខ្លះគាត់ចាញ់ស្លឹកខ្ទឹមចាញ់ក្លិនស្លឹកខ្ទឹមយើងអាចទុកភ្លើងបើកភ្លើងវាសិនហើយកូរវាច្បល់ចុះច្បល់ឡើងដើម្បីឲ្យស្លឹកខ្ទឹមរបស់យើងនឹងរលួយរៀងទន់តិចសិនយើងឃើញថាស្លឹកខ្ទឹមរបស់យើងរៀងឆ្អិនហើយយើងអាចដួសដាក់ចានបានហើយអូប៉ុន្តែមួយទៀតបើសិនជាអ្នកដែលអត់ចេះស្លឹកខ្ទឹមហ្មងយើងកុំដាក់វាយើងញ៉ាំតែកៅអៅឈូកនឹងទៅគឺអូខេហើយស្លឹកខ្ទឹមគ្រាន់តែជួយជំនួយឲ្យមានក្លិនឈ្ងុយហើយនឹងមានសម្រស់លើកសម្រស់ម្ហូបរបស់យើងដែរអញ្ចឹងបើយើងអត់ចូលចិត្តយើងអត់បាច់ដាក់ក៏បានដែរហើយនេះម្ហូបរបស់យើងឆ្អិនហើយដួសដាក់ចានហើយសាកភ្លក់មួយម៉ាត់មើលថាតើរសជាតិបែបណាដែរអូខេឃើញថាល្មមទទួលយកបានអញ្ចឹង see you next video ជួបគ្នាវីដេអូក្រោយ